បាទសួស្តីអ្នកនរគ្នាអញ្ចឹងវីដេអូនេះមកបង្ហាញជាមួយនឹងម៉ាស៊ីនបាទ Epson ជួនអតិថិជនមកគ្រាប់ដែលមកគ្រាប់នេះគឺមានពលឺខ្លាំងដោយបងឃើញណាcolor ចេញមកដិតស្អាតហើយយើងប្រចាំងនៅជាមួយនឹងក្រោមពលឺភ្លើងហើយមានថ្ងៃចាំងចូលពីខាងមុខទៀតហើយបងមកមើលជាមួយនឹងគុណភាពរបស់វាគឺចេញមកបាទអត់មានបញ្ហារឿងព្រាលឬក៏មើលអត់ឃើញអីទេចេញមកគឺច្បាស់ស្អាតអញ្ចឹងតែម្ដងបាទហើយសម្រាប់ម៉ាស៊ីនមួយគ្រាប់នេះលេខកូដរបស់វាគឺបាទ Epson CB S04E បាទបងឃើញអានេះគឺមិន04ធម្មតាទេគឺ 04E អញ្ចឹង 04E គឺមុខវាពណ៌សបាទវាឆ្នូតដូចគ្នាតែមុខពណ៌សបើ04គឺមុខពណ៌ខ្មៅអូខេសម្រាប់ម៉ាស៊ីនមួយគ្រាប់នេះពលឺ3000 NC lumen contrast 15000ដោយ1 graphic FVGA អញ្ចឹងសម្រាប់ការប្រើប្រាស់បងយកទៅប្រើបានដូចជាព្រានប្រជុំដាក់ karaoke KTV មើលជាលក្ខណៈគ្រួសារឬក៏យកទៅប្រកបអាជីវកម្មផ្សេងបានបាទដោយសារតែពលឺវាខ្លាំងពណ៌ចេញមកដិតដូចបងឃើញណាបាទអានេះដូចយើងមើលជាមួយនឹងទូអញ្ចឹងបាទវាច្បាស់ស្អាតល្អភ្លឺខ្លាំងហើយសម្រាប់ការប្រឆាំងរបស់វាបើបងប្រឆាំងពេលយប់ចង់ដាក់4-5ម៉ែត្រក៏បានដែរទំហំដែលវាប្រឆាំងចេញណាបាទប្រឆាំងកន្លែងលង្កិតគឺវាបានទំហំធំបើបងប្រឆាំងនៅកន្លែងភ្លឺត្រឹម2ម៉ែត្រត្រឹមអីហ្នឹងគឺយើងអាចបាទប្រើបានហើយបាទកន្លែងភ្លឺជាទូទៅយើងបរៀនបញ្ចុំអ្នកអស់ហ្នឹងបាទបរៀនបញ្ចុំពីច្រើនគឺយើងត្រូវការម៉ាស៊ីនដែលមានពលឺខ្លាំងបែបហ្នឹងហើយបើសិនជាយកទៅមើលរឿងមើលអីអ្នកនរគ្នាមិនបាច់ខ្វល់ទេបាទមិនបាច់ខ្វល់ទេម្ដងម៉ាស៊ីនមួយគ្រាប់នេះដោយសារតែបងជាទូទៅមើលរឿងយើងមើលក្នុងផ្ទះហើយយើងមិនដែលមើលទៅក្រៅផ្ទះហើយមើលពេលថ្ងៃទេវាក្តៅបាទអញ្ចឹងយើងមើលក្នុងកតុបមើលអីអញ្ចឹងបាទយើងចង់ប្រចាំងប៉ុណ្ណាក៏បានដែរហើយបងយកទៅដាក់អាជីវកម្មប្រចាំងកុនប្រចាំងអីការប្រចាំងកុនជាទូទៅគេប្រចាំងតែពេលយប់ឯងបាទអញ្ចឹងបងយកទៅដាក់ទៅបាទទំហំប្រចាំងចេញ4ម៉ែត្រ5ម៉ែត្រហ្នឹងគឺស៊ីផុយតែម្ដងមួយគ្រាប់នេះណាហើយសម្រាប់បងបាទបរិញ្ញាអីហ្នឹងក៏ចាំមើលខ្ញុំចាក់ជា file ឯកសារជូនថាតើចេញវាទំហំវាមកបែបម៉េចហើយនឹង graphic វាច្បាស់បែបម៉េចបាទនេះគឺជា file សម្រាប់យើងបរិញ្ញាប្រជុំ PowerPoint ណាបាទអតិថិជនអាចមើលជាក់ស្ដែងបានអញ្ចឹងអានេះគឺជាអក្សរបាទយើងមិនថាអក្សរតូចអក្សរធំអីហ្នឹងបងឃើញហើយគឺយើងអាចមើលបានហើយការប្រចាំងដូចខ្ញុំបាទប្រាប់តាំងពីដើមយើងមានថ្ងៃចាំងចូលមានបើកភ្លើងមានអីអញ្ចឹងទៅអញ្ចឹងការបរិញ្ញាជាទូទៅយើងបរិញ្ញានៅក្នុងសាលាគឺវាមានថ្ងៃចាំងចូលច្រើនបាទអញ្ចឹងគឺបងទៅការម៉ាស៊ីនដែលមានពលឺខ្ពស់បែបហ្នឹងបាទអាចយកទៅបរិញ្ញាសិស្សគាត់ស្រួលមើលបាទហើយមួយទៀតគឺត្រូវការម៉ាស៊ីនដែលចេញមកគឺវាដិតច្បាស់បាទ contrast វាខ្ពស់បែបហ្នឹងចេញមកបានវាស្អាតបាទអូខេអញ្ចឹងមានប៉ុណ្ណឹងអ្នកនរគ្នាបាទបើសិនជាឆ្ងល់អីអាចសួរបន្ថែមបាននៅក្នុងឆាតក្នុង Page ឬក៏ Telegram បានអរគុណ